សហការឧបត្ថម្ភកម្មវិធីកំបារំសូមអ្នកមកប្រើអ៊ីនធឺណិតហូមជាមួយល្បឿនលឿនជាង3ដងសន្សំសំចៃតម្លៃសមរម្យបច្ចេកវិទ្យាថ្មីខ្សែ Fiber Optic តម្លាក់ចូលរហ័សទាន់ចិត្តដោយឥតគិតថ្លៃបាទសូមគោរពនឹងជម្រាបសួរលោកស្រីអ្នកនាងកញ្ញាប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះពីកម្មវិធីតែងតែផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់និងព័ត៌មានអន្តរជាតិដោយមានហេតុការណ៍និងព្រឹត្តិការណ៍កើតឡើងនៅក្នុងតំបន់អាស៊ាននិងពិភពលោកថ្មីមកជម្រាបជូនបាទទស្សនិកជនឥឡូវនេះសូមអញ្ជើញលោកអ្នកតាមដានទស្សនានៅព័ត៌មានជាតិសំខាន់ដែលមានជាបន្តបន្ទាប់ដូចតទៅមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈមចិនសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រសួងទេសចរនិងសាលារាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី21ខែកុម្ភៈឆ្នាំ2026បានរៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនអបអរខួប10ឆ្នាំនៃដំណើរភាពយន្តចល័តកម្ពុជាចិននិងអបអរសាទរឆ្នាំទេសចរកម្ពុជាចិននៅតាមផ្លូវថ្មើរជើងបណ្ដោយមាត់ទន្លេមុខវត្តអូណាឡោមរាជធានីភ្នំពេញថ្លែងតាមរយៈវីដេអូពីចម្ងាយលោកអានសៀវយូប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈមចិនបានស្វាគមន៍ការចូលរួមសហការពីថ្នាក់ដឹកនាំក្រសួងទេសចរនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងសាលារាជធានីភ្នំពេញដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីអបអរសាទរឆ្នាំទេសចរកម្ពុជាចិននិងវិស័យវប្បធម៌នៃប្រទេសទាំងពីរក្នុងរយៈពេល10ឆ្នាំនេះរថយន្តចាក់បញ្ចាំងភាពយន្តបានធ្វើដំណើរពាសពេញ25រាជធានីខេត្តក្នុងប្រទេសកម្ពុជាបានចាក់បញ្ចាំងភាពយន្តល្អជាង300លើកនិងមានអ្នកទស្សនាសរុបជាង 10,000 នាក់អាយុដំហាប់ទូចរដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចាភឿងសក្តារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថាព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅពីថ្ងៃទី21ដល់ថ្ងៃទី22ខែកុម្ភៈនេះមិនត្រឹមតែជាការរំលឹកជោគជ័យនៃការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជាចិននាពេលកន្លងមកប៉ុណ្ណោះទេប៉ុន្តែជាស្ពានផ្សារភ្ជាប់ដួងចិត្តប្រជាជននិងផ្ដល់ឱកាសឲ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសចិនតាមរយៈសាច់រឿងរបស់ភាពយន្តព្រឹត្តិការណ៍នេះដែរបានជំរុញឲ្យមានការផ្លាស់ប្ដូរវិស័យវប្បធម៌ទេសចរនិងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរកាន់តែល្អប្រសើរឡើងថែមទៀតអាយដាមហួតហាក់រដ្ឋមន្ត្រីក្រសួងទេសចរបានចាត់ទុកថាព្រឹត្តិការណ៍នេះគឺជាសមិទ្ធផលដ៏ត្រចះត្រចង់និងជាមោទនភាពថ្មីមួយទៀតសម្រាប់វិស័យទេសចរនៃប្រទេសទាំងពីរតាមរយៈការផ្សព្វផ្សាយគោលដៅទេសចរកម្ពុជាឲ្យកាន់តែមានភាពលេចធ្លោនិងទាក់ទាញខ្លាំងលើឆាកអន្តរជាតិព្រឹត្តិការណ៍នេះដែរបានផ្ដល់នូវការកំសាន្តនិងចំណេះដឹងតាមរយៈសិល្បៈភាពយន្តដល់សាធារណជនជាពិសេសរឹតចំណងកិច្ចសហប្រតិបត្តិការលើផ្នែកវប្បធម៌ទេសចរនិងសិល្បៈភាពយន្តរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅសូមបញ្ជាក់ថាព្រឹត្តិការណ៍នេះបានចាក់បញ្ចាំងវីដេអូស្ដីអំពីកម្មវិធីរាត្រីស្រមោលសអបអរសាទរបុណ្យចូលឆ្នាំថ្មីវីដេអូផ្សព្វផ្សាយទេសចរកម្ពុជា MV បំភ្លឺពន្លឺភ្នែកផ្កាយភាពយន្តចិនមានចំណងជើងថាស៊ូស្ដីម៉ាក់និងភាពយន្តខ្មែរមានចំណងជើងថាមរណៈមេដាដោយទាំងមានចូលរួមទស្សនាពីគណៈអធិបតីទាំងមូលនិងប្រជាពលរដ្ឋភ្ញៀវទេសចរយ៉ាងច្រើនកុះករ